ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃហៅទ្រាប់ចូលជាខ្សែបាតដៃមានសំណាងខ្សែនាំសុភមង្គលមានរាសីខ្ពស់ខ្ញុំនឹងលើកយក3ចំណុចមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ចាអញ្ចឹងជាដំបូងចំណុចទី1ខ្សែបាតដៃដែលនាំសំណាងខ្សែបាតដៃដែលនាំទ្រាប់ចូលជាខ្សែមានសុភមង្គលគឺខ្សែព្រះអាទិត្យ2ខ្សែខ្សែព្រះអាទិត្យ2ខ្សែនេះមាននៅចំណុចភពព្រះអាទិត្យក្រោមរាមនាងដៃបើពុកម៉ែបងប្អូនមានខ្សែព្រះអាទិត្យប្រភេទនេះសូមជួយអបអរជាខ្សែពិសេសខ្លាំងណាស់ខ្សែព្រះអាទិត្យមិនមែនជាខ្សែដែលនាំតែលុយកាក់ចូលប៉ុណ្ណោះទេជាខ្សែនាំសំណាងជាខ្សែនាំសុភមង្គលផងដែរបុគ្គលដែលមានខ្សែព្រះអាទិត្យជាមនុស្សរស់រាយមានភាពទាក់ទាញមានទឹកចិត្តកក់ក្ដៅអ្នកជុំវិញស្រឡាញ់ចូលចិត្តច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាស្រមៃមើលទៅថាបើសិនជាក្នុងគ្រួសាររបស់យើងមានមនុស្សដែលរស់រាយជាឪពុកល្អជាម្ដាយល្អមានទឹកចិត្តដ៏កក់ក្ដៅទោះបីក្នុងគ្រួសាររបស់យើងមិនមានលុយច្រើនក៏ដោយក៏យើងមានសុភមង្គលដែរហើយបើខ្សែព្រះអាទិត្យនេះមានមួយខ្សែក៏ល្អដែរបើមានពីរខ្សែគឺកាន់តែពិសេសខ្លាំងណាស់អ្នកខ្លះមានចំណូលចូលពីមុខទៀតផងខ្សែព្រះអាទិត្យបើកាន់តែវែងគឺកាន់តែល្អពុកម៉ែបងប្អូនចាអញ្ចឹងខ្សែព្រះអាទិត្យប្រភេទនេះម្ចាស់បាតដៃជាបុគ្គលព្យាយាមរកស៊ីមានទំនាក់ទំនងល្អនឹងភ្ញៀវស្រឡាញ់ចូលចិត្តច្រើនការងារក៏រីកចម្រើនចំណូលក៏ចូលច្រើនជាខ្សែមានសំណាងល្អជាខ្សែពិសេសខ្លាំងណាស់ជាខ្សែនាំទ្រព្យចូលជាខ្សែនាំសុភមង្គលចាអញ្ចឹងបន្តមកទៀតចំណុចទី2ខ្សែដែលមានសំណាងខ្សែដែលនាំទ្រព្យចូលហើយក៏ជាខ្សែដែលនាំសុភមង្គលគឺខ្សែសញ្ញារូបត្រីខ្សែសញ្ញារូបត្រីនេះមាននៅចំណុចភពព្រះអាទិត្យក្រោមម្រាមនាងដៃខ្សែសញ្ញារូបត្រីនេះជាខ្សែប្លែកណាស់ពុកម៉ែបងប្អូនបើខ្សែសញ្ញារូបត្រីនេះចេញមកយ៉ាងច្បាស់មានន័យថាពេលបច្ចុប្បន្នឬក៏ទៅមុខបន្តិចទៀតនឹងមានសំណាងល្អខ្លាំងណាស់បើម្ចាស់បាតដៃរកស៊ីការងារនឹងរីកចម្រើនមានប្រជាប្រិយមានភ្ញៀវជួយគាំទ្រច្រើនខ្សែសញ្ញារូបត្រីនេះមានកន្ទុយញែកជា2បើសិនជាអត់កន្ទុយទេគឺមិនមែនជាខ្សែសញ្ញារូបត្រីទេគឺជាសញ្ញាកោះខ្សែសញ្ញារូបត្រីនេះមាននៅត្រង់ចំណុចណាគឺចំណុចនោះមានលាភសំណាងល្អគ្រាន់តែមានអត្ថន័យផ្សេងគ្នាអញ្ចឹងសញ្ញារូបត្រីមាននៅចំណុចភពព្រះអាទិត្យនេះពិតជាល្អខ្លាំងណាស់ជាខ្សែសញ្ញារូបត្រីនាំសំណាងជាខ្សែមានរាសីខ្ពស់នាំទ្រព្យនាំចំណូលចូលអ្នកខ្លះទៀតគាត់មានការងារខាងសិល្បៈស្រាប់តែមានសញ្ញារូបត្រីនេះចេញមកការងាររបស់គាត់នឹងរីកចម្រើនមានអ្នកជួយគាំទ្រច្រើនមានប្រជាប្រិយមានចំណូលចូលច្រើនចាអញ្ចឹងពុកម៉ែបងប្អូនបើសិនជាមានសញ្ញារូបត្រីនេះធំច្បាស់នៅចំណុចភពព្រះអាទិត្យមានន័យថាលោកអ្នកនឹងមានសំណាងចិត្តមកដល់ហើយជាខ្សែនាំទ្រព្យជាខ្សែនាំសំណាងហើយក៏ជាខ្សែនាំសុភមង្គលផងដែរចាអញ្ចឹងបន្តមកទៀតចំណុចទី3ខ្សែបាតដៃដែលនាំសំណាងខ្សែបាតដៃដែលនាំទ្រព្យខ្សែបាតដៃដែលនាំសុភមង្គលគឺខ្សែវាសនាបែកមេឃជា2ខ្សែវាសនាបែកមេឃជា2រៀងចំហៀងទៅលើដូចក្នុងរូបភាពអញ្ចឹងពុកម៉ែបងប្អូនខ្សែបែកមេឃចេញពីខ្សែវាសនាប្រភេទនេះមានន័យថាម្ចាស់បាតដៃនឹងជួបសំណាងល្អរាសីឡើងខ្ពស់បើបងប្អូនមិនទាន់រៀបការអាចនឹងជួបមនុស្សជាទីស្រឡាញ់ពេញចិត្តអ្នកខ្លះទៀតការងារឬក៏ការរកស៊ីរីកចម្រើនបើបងប្អូនមានការងារខាងសិល្បៈការងារនឹងកាន់តែប្រសើរមានអ្នកជួយគាំទ្រច្រើនចាអញ្ចឹងខ្សែវាសនាប្រភេទនេះជាខ្សែពិសេសខ្លាំងណាស់ជាខ្សែនាំសំណាងជាខ្សែនាំសុភមង្គលហើយក៏ជាខ្សែនាំទ្រព្យចាខ្សែប្រភេទនេះពុំសូវមានទេជាខ្សែដែលយើងទាំងអស់គ្នាចង់បានជាខ្សែមានប្រជាប្រិយជួយលើករាសីមានសំណាងល្អមានសុភមង្គលចាអញ្ចឹងខ្សែទាំង3ចំណុចជាខ្សែពិសេសដែលខ្ញុំបានរៀបរាប់ខាងលើនេះតើពុកម៉ែបងប្អូនមានខ្សែមួយណាដែរបើសិនជាមានសូម comment ប្រាប់ខ្ញុំផងហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍សូមជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹង
ហើយនឹងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណជូនពរសំណាងល្អទាំងអស់គ្នា